ខាងនេះសុំបានកដោមុននេះណាបាច់ចាំដល់14កុម្ភៈអីតើទេតែ12កុម្ភៈនេះក៏យកកដោបានដែរក្រៅពីតុក្កតាហើយគេបានខ្សែដៃមួយទៀតតែប៉ិតមិនមែនបយឲ្យអីទេការថ្ងៃ12កុម្ភៈខ្ញុំបានមកកម្មវិធីសម្ពុតជាផ្លូវការជាមួយនឹងទូរស័ព្ទ Oppo Reno 13 Series 5G ដែលជាកូនបើគេបងនៅក្នុងស៊េរីហ្នឹងហ្មងតោះចូលទៅមើលនៅខាងក្នុងកម្មវិធីថាគេមានរៀបចំរបៀបមិនខ្លះចូលទៅដល់ភ្លាមយើងឆែកឈ្មោះសញ្ញារបស់យើងរួចហើយគឺគេឲ្យកដោយើងហ្មងដែលកដោហ្នឹងគឺជាតុក្កតាកូនពូរបស់ខ្ញុំនឹងឯងពេលចូលទៅក្នុងគឺឃើញឆាកមេបាឡង់ធំមួយឡងស្អាតអញ្ចឹងម្លងការថតរូបមិនកើតកាច់យកកូនកាច់ដាក់ឲ្យណាណៃមើលបានកាត់ Oppo នៅនឹងដៃទៀតកាន់តែជឿជាក់បានរូបផុសទុកអួតអ្នកទាំងអស់គ្នាចុះតែពីលើឆាកមកនៅទល់មុខហ្នឹងគឺគេមានដាក់ទូរស័ព្ទឲ្យយើងតែខ្ញុំបានប៉ះបានការណៃថាច់គឺ smooth សាហាវហើយពណ៌ទូរស័ព្ទនេះក៏មិនមែនមានតែ1ពណ៌ឬក៏2ពណ៌ដែរមានរហូតដល់3ពណ៌ហើយសិតតែពណ៌ស្អាតគិតទៅ Oppo ហ៊ានហួសយកទូរស័ព្ទមកដាក់ចូលក្នុងអាងត្រីដាក់ចូលចឹងហើយអត់ខូចទេណោះកន្លែងនេះគឺគេធ្វើឡើងដូចពិភពក្រោមបាត់សមុទ្រដាក់ទូរស័ព្ទចូលទៅអត់អស់ចិត្តមកដាក់ទូរស័ព្ទនៅក្នុងតកហើយដាក់ឡើង2គ្រឿងទៀតខ្ញុំអត់អស់ចិត្តសាកយកមកបើកមើលខូចអត់មានណាមិនត្រឹមតែអត់ខូចទេបើប្រើបានហើយថតរូបបានមកស្អាតទៀតសំខាន់កាមេរ៉ាគេស្អាតឡើងច្បាស់ថេងរូបដែលថតមកឡើង quality ពេលហ្នឹងហើយក្នុងចិត្តខ្ញុំមានចម្ងល់ហ្មងដើរចូលទៅក្នុង hall មើលតែបានព័ត៌មានអីថ្មីហេតុអីបានទូរស័ព្ទ Oppo Reno 13 Series 5G នេះធន់ល្អមែនចូលមកដល់ភ្លាមឃើញ online friend ស្គាល់គ្នាតាម Facebook ឡើង10ឆ្នាំហើយទៅបានជួបនៅក្រៅនេះហើយក៏មានវត្តមានពនាងជាមួយនឹងបងវត្តៃមកដែរកម្មវិធីយើងចាប់ផ្ដើមហើយវគ្គដំបូងហ្នឹងគឺបងពេជ្រគាត់ឡើងនិយាយអំពីប្រវត្តិរបស់ទូរស័ព្ទហ្នឹងហ្មងហើយបំផុសជាមួយនឹងវីដេអូស្ដាយឲ្យយើងមើលទៀតអូយញាក់សាហាវទៅពេលបានមើលវីដេអូនេះហើយតែខ្ញុំដឹងថាទូរស័ព្ទនេះគឺវាធន់នឹងទឹកជាពិសេសគឺមានមុខងារថតនៅក្នុងទឹកបានខ្ញុំស្ដាប់ហើយនឹងមើលឡើងចំហមកអូនេះខ្ញុំតែឃើញលើកទី1ហើយដែលទូរស័ព្ទអាចថតរូបនៅក្នុងទឹកបានហើយអត់ខូចហើយគេមានមុខងារបញ្ចេញទឹកមកវិញទៀតមិនត្រឹមតែប៉ុណ្្នឹងឯណាខាង Oppo គេសម្រាប់បោះថ្មីរបស់បង Rezuzana ត្រៀមនឹងចេញថ្ងៃហ្នឹងណាដែលបត់ហ្នឹងគឺគាត់ fit ជាមួយនឹង You Hai និយាយមែនហលឡើងចង់បែកហលវគ្គបន្ទាប់ទៀតគឺមានជាមួយនឹងការដើរបង្ហាញម៉ូដពីបងពេជ្រវតីស្រាវឌីនិង model Miss Grand ជាច្រើនអ្នកទៀតអូយមនុស្សអីក៏ស្អាតម្លឹងមនុស្សក៏ស្អាតទូរស័ព្ទ Oppo នេះក៏ស្អាតមិនត្រឹមតែប៉ុណ្្នឹងឯណាគឺមានការដាក់ចូលក្នុងទឹកថតសាក់លបងឲ្យយើងមើលទៀតអូយញាក់ហ្មងមើលដឹងថារូបក្នុងទឹកទេក្រៅពីធន់នឹងទឹកហើយគឺវាមានមុខងារ AI ជាច្រើនមកជួយដល់ជីវិតប្រចាំថ្ងៃរបស់យើងតែប៉ុណ្្នឹងឯងសម្រាប់អ្នកដែលគាត់លេងហ្គេមវាចាប់សេវាបានល្អហើយកាន់ថ្មបានយូរសូម្បីតែ Team 5 Plus របស់យើងក៏ប្រើដែរចូលមកដល់វគ្គពិសេសដែលមានវត្តមានព្រះនាងនរោត្តមចេនណាទ្រង់បានរៀបរាប់អំពីចំណាប់អារម្មណ៍ដែលគាត់ប្រើទូរស័ព្ទនេះផ្ទាល់ក៏ដូចជាការថតរូបដែលស្អាតចេញពីទូរស័ព្ទ Oppo នេះវគ្គដែលភ័យបុកពោះហ្នឹងគឺគេប្រកាសតម្លៃឯងមើលតម្លៃឲ្យអាចចូលចាយចៅបានតម្លៃរបស់គេក៏តម្រូវទៅតាមស៊េរីដែរមានចាប់ពី299 499និង699កម្មវិធីយើងគឺចាប់តែប៉ុណ្ណឹងឯងយើងថតរូបជុំគ្នាអីហើយក៏ខ្ញុំបានទៅថតរូបជាមួយព្រះនាងនរោត្តមចេនណាដូចគ្នាហើយមែនសម្រាប់ទ្រង់គឺល្អគុណហ្មងមើលកាន់តែយូរកាន់តែស្អាតអត់ទាន់អស់ហេពេលដែលចិត្តចាប់កម្មវិធីហ្នឹងគឺបងគាត់បានអាចជាមួយនឹងខ្សែដៃទៅគ្រប់ KOL ទុកជាអនុស្សាវរីយ៍មានរូបមែនបើកជូតខ្ជូតទៀតណាហើយចេញមកវិញហ្នឹងគឺជួបមួយ Harry ចាប់ថតហ្មងទៅឃើញស្អាតពេកខ្លាញ់មកកូនក៏មុំគេសាហាវបានប៉ះទៀតកម្មវិធីគេចាប់ហើយអញ្ចឹងខ្ញុំមានតែផ្ទះនឹងឯងនៅទៀតមិនកើតកម្មវិធីចាប់ហើយតែនៅចង់បើកកដោអាឡ័យទៅវឹកវរដើរមើលលេចកើតមានតាន់បានមើលតុក្កតាណែពណ៌គេឡើងស្រស់ប្រព្រឹមដល់គ្នាមើលយល់លិតនឹងរូបនេះរូបកូនពូហាតែមុខជូតខ្ជូតអញ្ចឹងគេអត់ចាក់គេដូរនេះបើចង់បានក៏អស់ដែរតែបើចង់ទិញទូរស័ព្ទ Oppo វិញអាចរកទិញបានតើឥឡូវគេមាន promotion free ច្រើនមុខនេះ